Ok, sắp tớiទាំងគ្នាថ្ងៃនេះយើងមកដឹងពី3 website ដែលយើងអាចធ្វើសំឡេង clone បានអញ្ចឹង website ទី1គឺជា website ឈ្មោះថា voxcpm demo អញ្ចឹងណា website នេះខ្ញុំរកឃើញដំបូងគេដែលយើងអាច clone សំឡេងបានតោះអញ្ចឹងខ្ញុំថារបៀប clone សំឡេងហ្នឹងគឺបែបណាយើងទៅមើលទាំងអស់គ្នាចឹងជំហានទី1គឺយើងត្រូវមកកន្លែងនេះដើម្បី upload សំឡេង reference បានន័យថាសំឡេងដែលយើងចង់ clone ឲ្យដូចហ្នឹងណាយើងចុចលើហ្នឹងមកវាមកឲ្យយើងជ្រើសរើសសំឡេងអញ្ចឹងខ្ញុំដាក់សំឡេងតិនហ្វីមួយនេះទៅចឹងខ្ញុំមានសំឡេងតិនហ្វីសំឡេងហ្នឹងគឺយើងអាចយកតាម10 second ជាងឬក៏20 second អីបានហើយកុំយកវែងពេកឬក៏កុំយកខ្លីពេកខ្ញុំឈ្មោះចិនតៅហួរជាអ្នកជួបអូខេផ្ទះនៅផ្លូវតៅស៊ូបានជួបផ្ទះឲ្យទៅគ្រួសារបានដែលជាអ្នកមានគុណមិនទាន់សងគុណអូខេនេះជាសំឡេងតិនហ្វីដែលខ្ញុំយកចេញពីរឿងតិនហ្វីនៅក្នុង YouTube អញ្ចឹងបន្តមកទៀតយើងត្រូវរកអត្ថបទអញ្ចឹងកន្លែងនេះយើងលុបចេញមកអញ្ចឹងកន្លែងនេះគេដាក់ថា target text បានន័យថាអត្ថបទដែលយើងឲ្យសំឡេង reference របស់យើងនេះឲ្យវានិយាយតាមអត្ថបទដែលយើងបានវាយបញ្ចូលអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការទៅរកអត្ថបទមួយសិនដើម្បីដាក់បញ្ចូលនៅក្នុងនេះអូខេឥឡូវនេះខ្ញុំរកអត្ថបទឃើញហើយយើងយកមកផាសនៅក្នុងនេះមកបងប្អូនចង់សរសេរក៏បានដែរសួស្ដីឬក៏អីក៏បានដែរប៉ុន្តែបើសិនជាបងប្អូនចង់តែអញ្ចឹងណាយើងយកមកដាក់ផាសកន្លែងនេះហើយបន្តមកយក method ផ្សេងទៀតគេវាចុច generate មកអញ្ចឹងទី1គឺជា reference សំឡេងដែលយើងចង់ឲ្យអត្ថបទយើង clone តាមសំឡេងអូខេឥឡូវយើងដាក់អត្ថបទរួចរាល់ហើយយើងចុច generate បន្តមក result វាបានន័យថាលទ្ធផលវាចេញនៅខាងនេះអញ្ចឹងរួចរាល់ហើយយើងចុចស្ដាប់មើលនាងខ្ញុំមិត្តអ្នកអានម្នាក់ទៀតចូលចិត្តអានជាងគេគឺរឿងខ្មោចតែងតាមដានមិនដែលដាច់ទេអ្វីត្បិតមានរឿងមួយចំនួនគិតថាมันអាចកើតទៅបានទេប៉ុន្តែនាងខ្ញុំនៅតែចង់អានព្រោះវាដូចជាតាក់ទាញឲ្យអារម្មណ៍រន្ធត់សប្បាយទៅម្យ៉ាងដែររឿងខ្លះមើលហើយខ្លាចមិនហ៊ានដេកម្នាក់ឯងក៏មានចាប់តាំងពីតូចដល់ធំនាងខ្ញុំមិនធ្លាប់ជួបខ្មោចទេទើបតែមកជួបក្រោយពេលមានប្តីនេះឯងអូខេគឺថាលទ្ធផលចេញមកវាដូចនឹងសំឡេងដើមបានបើមិនបានបងផ្លាយវាមិនដូច 100% វាស្តៀងដែរអញ្ចឹងណាអញ្ចឹងបើបងប្អូនចង់ថាឲ្យដូចយើងអាចចុច generate ម្ដងទៀតបានអញ្ចឹងបើសិនជាបងប្អូនគិតថាប៉ុណ្ណឹងអូខេយើងអាច download បានអញ្ចឹងណាអូខេអញ្ចឹងឥឡូវយើងមកដូរសំឡេងអញ្ចឹងនេះជាសំឡេងតិនហ្វីយើងធ្វើរួចរាល់ហើយយើងដូរដាក់សំឡេងអ្នកណាផ្សេងមួយទៀតទៅអូខេដាក់សំឡេង30កុកម្ដងទៅយើងចង់ដាក់សំឡេងខ្លួនយើងក៏បានសំឡេងមនុស្សស្រីក៏បានសំឡេងអីក៏បានដែរកម្មវិធីនឹងគឺវាល្អយើងអាច clone បានច្រើនសំឡេងអញ្ចឹងណាចាំតិចទៅដោយសារតែអ៊ីនធឺណិតយើង slow ដែរខ្ញុំនឹងកម្មឆ្ការបង្ក្លើកដោយខ្លួនឯងគាត់មិនមែនជាមនុស្សមានសំណាងប៉ុន្តែគាត់គឺជាមនុស្សដែលមានវិន័យគាត់អូខេបាទនេះជាសំឡេង30កុកអញ្ចឹងយើងអាច clone ដាក់ពាក្យតដែលហ្នឹងទៅអត្ថបទតដែលហ្នឹងអញ្ចឹងណាចុចមកអូខេឥឡូវវារួចរាល់ហើយនៅខាងនេះអញ្ចឹងមុននឹងសលេងតិនហ្វីឥឡូវនេះយើងស្ដាប់ម្ដងទៀតទៅនាងខ្ញុំមិនអ្នកណាម្នាក់ទៀតចូលចិត្តអានជាងគេគឺរឿងខ្មោចតែងតាមដានមិនដែលដាច់ទេអ្វីត្បិតមានរឿងមួយចំនួនគិតថាមិនអាចកើតទៅបានទេប៉ុន្តែនាងខ្ញុំនៅតែចង់អានព្រោះវាដូចជាតាក់ទាញឲ្យអារម្មណ៍រន្ធត់សប្បាយទៅម្យ៉ាងដែររឿងអូខេបាទគឺថាដូចទៅនឹងសំឡេងដើមគាត់មិនមែនជាមនុស្សដែលមិនចេះវាអាចឆ្លៀសគ្នាបន្តិចតួចអញ្ចឹងណាយើងអាចប្រើប្រាស់បានអញ្ចឹងបើសិនជាយើងអូខេហើយយើងអាច download ទុកប្រើប្រាស់បានហើយបញ្ជាក់ដែរនៅក្នុង website មួយនេះយើងអត់ត្រូវការប្រើប្រាស់ credit ទេប៉ុន្តែសម្រាប់អត្ថបទគឺយើងអាចដាក់វែងកើតដែរយើងដាក់បានតែខ្លីៗទេអញ្ចឹងបងប្អូនអាចចូលមើលបន្ថែមបាននៅខាងក្រោមនេះវាមានមុខងារវាច្រើនទៀតអញ្ចឹងណាអូខេនៅក្នុងនេះអញ្ចឹងទៅអញ្ចឹងនេះជា website ទី1ហើយ website ទី2គឺជា website ឈ្មោះថាខ្មែរ TTS អញ្ចឹង website មួយនេះក៏ស្តៀង website Voxcpm មិនដែរដោយសារតែខ្មែរយើងប្រហែលជាអាចនឹង clone website នេះចេញពី Voxcpm demo នេះមកអញ្ចឹងការប្រើប្រាស់វាអាចនឹងឆ្លៀសគ្នាតិចតួច
ដោយចូលមកដំបូងហ្នឹងគឺយើងមាន standard TTS គឺគេមានសំឡេងស្រាប់បើយើងអត់មានសំឡេង reference ដាក់ចូលណាបាទឥឡូវយើងសាកទៅដាក់ដំបូងសិនមកដាក់តបត់តដែរចូលបាទអញ្ចឹងអត្ថបទតដែរហ្នឹងគឺបានតែ300លើ300ទេបានតែ300ពាក្យទេហើយចំណែកនេះវាអាចច្រើនជាង300ពាក្យអញ្ចឹងយើងលុបអានេះចេញតិចទៅអូខេអញ្ចឹងយើង generate មកអានេះយើងអត់មាន reference ដូចអាមួយមិញទេតែយើងមានmodel របស់យើងមួយឈ្មោះ Kiri បាទចុច generate ឡើងនេះមកបន្ទាប់ពីវា generate ហើយវានៅលោតនៅខាងស្ដាំនេះដូចតែនឹង Vox CPM ដែរអូខេបន្ទាប់ពី generate រួចរាល់វាបានសំឡេងមកបែបនេះ នាងខ្ញុំមិត្តអ្នកអានម្នាក់ទៀតចូលចិត្តអានជាងគេគឺរឿងខ្មោចតែងតាមដានមិនដែលដាច់ទេថ្មីត្បិតមានរឿងមួយ បាទគឺថាអត់តំណងទេនេះវាជាសំឡេង AI សិក្សាតែម្ដងអញ្ចឹងយើងមាន option ផ្សេងបាទនេះគឺជាពាក្យដែលយើងសម្រាប់ឧទាហរណ៍បាទហើយដូចជាមាន Get Pro ដែរកន្លែងនេះតែទីទៀតចាំយើងចូលមើលអញ្ចឹងយើងចូលមកមើលប៊ូតុងទី2កន្លែងនេះដែលមានដាក់ពាក្យថា Zero Short Voice Cloning បាទកន្លែងនេះជានេះរបៀបប្រើប្រាស់អញ្ចឹងយើងអាចដាក់សំឡេង clone របស់យើងដូចជាសំឡេងតាសុកមួយចុះអញ្ចឹងអានេះវាស្តៀងទៅនឹង Vox CPM ដែរអញ្ចឹងគាត់ថា Vox CPM ស្រួលប្រើជាងអានេះវាប្រើប្រាស់បានច្រើនពាក្យជាងអញ្ចឹងហើយអានេះរៀង slow ទៀតវាមានអារម្មណ៍ថាវាយូរមែនតើបាទសូមអធិស្ឋានមែនតើទាំងអស់គ្នាដោយសារតែ website មួយនេះវាដូចជាមានបញ្ហា slow ខ្លាំងមែនតើអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់សាកខ្ញុំនឹងដាក់ link ឲ្យអ្នកទាំងគ្នាចូលបានសាកបានដែលយើង upload reference ដូចក្នុង Vox CPM ឡើងនេះមកហើយយើងបញ្ចូល text តែ text នេះយើងបានតែ300ពាក្យទេហើយសម្រាប់នៅក្នុង Vox CPM យើងអាចធ្វើបានលើស300ពាក្យតែវាមិនច្រើនពេកទេអញ្ចឹងបងប្អូនអាចចូលសាកបានវាអាចថាល្អដែរឥឡូវយើងចូលមើលកន្លែង Get Pro នេះមកអូខេអញ្ចឹងឃើញថាយើងចំណាយ$9ក្នុងមួយខែដើម្បីបានអីគេច្រើនណាស់នេះបងប្អូនអាចចូលមើលបន្ថែមបានតែខ្ញុំមាន website មួយទៀត recommend ខ្ញុំនៅមាន website មួយទៀតសម្រាប់បងប្អូនដើម្បីចង់ធ្វើជាសំឡេង clone នឹងបានគឺ website ឈ្មោះថា Kiri TTS អញ្ចឹងបងប្អូនចូលមកគឺវាចេញplatform បែបនេះហើយកន្លែងនេះគឺជាកន្លែងជ្រើសរើសសំឡេងនេះ នេះគឺជាឧទាហរណ៍នៃរបៀបដែលសំឡេងនេះនិយាយភាសាខ្មែរនេះគឺជាឧទាហរណ៍នៃរបៀបដែលសំឡេងនេះគឺជាឧទាហរណ៍នៃរបៀបដែលសំឡេងនេះគឺអានេះរបស់ free មានច្រើនសំឡេងដែរអញ្ចឹងណាបងប្អូនតែបើសិនជាបងប្អូនអត់ចង់បានសំឡេងរបស់ free ហ្នឹងទេបងប្អូនអាចដាក់សំឡេង clone ចូលក៏បានដែរនេះគឺកន្លែងនេះចុចកន្លែងសំឡេងមិញមកចូលកន្លែង clone នេះមកអញ្ចឹងខ្ញុំមានសំឡេង30កុកក្នុងនោះខ្ញុំនឹងកម្មឆ្កាបង្កើតដោយខ្លួនឯងជួយឲ្យដាក់ចូលក្នុងនេះបានឬក៏ create new voice អញ្ចឹងយើង add voice ឡើងនេះមកយើង upload សំឡេងយើងចូលមកណាតែដោយសារតែខ្ញុំប្រើរបស់ free យើង add បានតែមួយទេអញ្ចឹងយើង back មកវិញចូលទៅ speak នេះវិញមក clone voice upgrading នេះចូលមក dashboard វិញបន្តមកយើងយកអត្ថបទយើងមកផាសwebsite មួយនេះល្អខ្លាំងមែនទែនសម្រាប់បងប្អូនដែលចង់បង់លុយណាយើងត្រូវ login account ជាមុនសិនយើង login មកយើងបាន 2000 credit ខ្ញុំមិនដឹងថាគេគិតក្នុងមួយថ្ងៃឬក៏មួយខែណាដើម្បីឲ្យយើង 2000 ហ្នឹងប៉ុន្តែខ្ញុំធ្លាប់ប្រើពីមុនមកដែរនេះការណែនាំអំពីរបៀបប្រើប្រាស់ ឯង
ញវិញថ្ងៃនេះអាកាសធាតុហាក់ដូចជាត្រជាក់ជាងពេល គឺថាក្នុងនេះប្រើបានល្អហើយជា website របស់ខ្មែរ 100% ដែរហើយបើយើងចង់ដាក់លុយក៏ដាក់ក្នុងហ្នឹងបានល្អព្រោះតែសារតែក្នុងនេះគឺយើងអាចប្រើប្រាស់បានទៅដល់ 50,000 ពាក្យឯណោះចឹងគឺថាខណ្ឌយើងអាចដាក់បានវែងតែឥឡូវនេះខ្ញុំដាក់បាន381ពាក្យអញ្ចឹងវាស៊ីអស់381 credit ដូចគ្នាអញ្ចឹងដោយសារតែយើងមានតែ 2,000 credit ទេអញ្ចឹងខ្ញុំអត់តន់ហ៊ានតេស្តឲ្យអ្នកទាំងគ្នាមើលទេតែនេះជាដែលពីមុនដែលខ្ញុំតេស្តមកណានេះខ្ញុំអាចធ្វើដាក់សំឡេងម៉ាលីអញ្ចឹងទៅឧទាហរណ៍បានអញ្ចឹងណា ការណែនាំអំពីរបៀបប្រើប្រាស់ ធ្វើបានច្រើននាទីមែនតើហើយអាច download ទុកបានអញ្ចឹងបើសិនជាបងប្អូនចង់ដាក់លុយដើម្បីបង់ធ្វើសំឡេង clone ហ្នឹងយើងអាចចូលមកបង់នៅក្នុង Kiri TTS នេះគឺល្អខ្លាំងមែនតើបាទយើងចូលបង់កន្លែងនេះមកយើងចូល live free នេះមកគេមាន plan របស់គេបាទសម្រាប់នេះ2000 credit ហ្នឹងគឺយើងឲ្យគឺគេឲ្យក្នុងមួយខែអញ្ចឹងណាមួយខែគឺគេឲ្យ2000 credit អញ្ចឹងយើងមួយខែយើងអាចបាន2000 credit យើងធ្វើបាន2000ពាក្យហើយសំឡេង clone យើងអាចដាក់បានមួយអញ្ចឹងមកខ្ញុំដាក់បានមួយណានេះសម្រាប់free របស់ free សំឡេង clone គឺត្រឹម10 second ចុះក្រោមអញ្ចឹងណាយើងអាចដាក់10 second ខាងលើបានទេហើយវាមានសំឡេងផ្សេងដូចជាសំឡេងម៉ាលីសំឡេងឈ្មោះផ្សេងអញ្ចឹងទៅឲ្យយើង free ដែរអញ្ចឹងណាហើយសម្រាប់ history គឺវាអត់លុបទេគឺវានៅ transcript history យើងគេទុកឲ្យយើងដូចគ្នា no credit card request អញ្ចឹងមានន័យថានេះគឺរបស់ free យើងអត់ចាំបាច់ដាក់លុយទេហើយបន្តមកយើងចូលមកប្រចាំខែសម្រាប់ 2.99 ស្មើ$3ហ្នឹងគេ free យើងដល់ទៅ 30,000 credit យើងស្មើនឹង 30,000 ពាក្យយើងអាចធ្វើបាន48នាទី everything in free ខ្ញុំមិនដឹងថាឡើយនេះអីគេទេអត់សូវយល់ដែរហើយយើងអាចដាក់សំឡេង clone បាន10នាក់អញ្ចឹងសម្រាប់របស់ free យើងអាចដាក់បានតែម្នាក់ឯងហើយកន្លែងនេះបើយើងបង់កាក់3នៅក្នុងមួយខែហ្នឹងគឺយើងអាចដាក់ដល់តែ10នាក់ឯណោះអញ្ចឹងណាហើយអានេះ quality output អញ្ចឹងមានន័យថាសំឡេងចេញមកច្បាស់ល្អមានអីច្រើនទៀតអ្នកនរអាចចូលមើលបានអានេះតម្លៃ7រៀលមានផ្សេងអាច add បាន20នាក់អីចឹងទៅហើយនេះអានេះគេ most popular បានន័យថាគេ recommend ឲ្យយើងប្រើ$12ក្នុងមួយខែនេះគឺយើងបាន ultimate custom clone នេះយើងដាក់បានគ្រប់យើងដាក់បានច្រើនអញ្ចឹងណា49.99នេះអានេះមានលើសអានេះតិចតួចអញ្ចឹងបើសិនជាបងប្អូនចង់បង់លុយសម្រាប់ប្រើប្រាស់សំឡេង clone ខ្ញុំណែនាំមែនតើសម្រាប់នឹង website Kiri TTS នេះតែបើបងប្អូនចង់ថាសាកសិនសម្រាប់ធ្វើរបស់ free អាចចូលមកប្រើនៅក្នុង box CPM demo នេះឬក៏ខ្មែរ TTS នេះបានអញ្ចឹងណាអញ្ចឹងវីដេអូដូចជាអត់មានអីទេមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនពេញចិត្តកុំភ្លេចចុច subscribe ហើយនិង like share វីដេអូនេះម្នាក់មួយផងបាទខ្ញុំនឹងតម្លាក់ link មួយនេះបើសិនជាបងប្អូនឆាតមកខ្ញុំតាម Telegram មកខ្ញុំនឹងដាក់ link Telegram របស់ខ្ញុំនៅខាងក្រោមបាទសូមអរគុណបាទ